สมจูนเรื่องวระกองตอบเช่นหมกเพียตีมาไปบ่มไว้บ่มไผ่บ่มบวนนังเพียตี30ធ្វើមិនបាននៅពេលនេះមិនមែនមានន័យថាធ្វើមិនបានរហូតទេចាំមើលណាសត្រូវក្នុងសមរភូមិមិនមែនល្ងងឈរស្ងៀមអាចបាញ់ងាយៗនោះទេអ្នកជំនាញបាញ់ត្រូវតែចេះទាយពីចលនារបស់សត្រូវទីចលនារបស់សត្រូវបាននេះថាម៉េចទៅគម្រត់ជួយចាប់វាផងជួយចាប់វាផងទៅយើងមិនជឿថាចាប់បាយមិនបានទេអញ្ចឹងដឹងថៃប្រកាសជាមកអរគុណហើយសមមិត្តទីពីចលនារបស់សត្រូវទីបំផុតខ្ញុំយល់ហើយតើមានរឿងអីកើតឡើងទៅណោះលោកដំស្នេលីនស៊ីជាងយើងឮថាឯងត្រូវបានស្នើឲ្យបង្កើតក្រុមសេនាធំឯករាជ្យបាទតែខ្ញុំនៅបារម្ភដោយសារនៅខ្វះអ្នកបាញ់ចម្ងាយឬក៏ខ្វះលោកនាងអ្នកជំនាញបាញ់បានហើយអាឡិតកុំមកបញ្ចូលយើងឲ្យសោះណាចាំយើងណែនាំអ្នកបាញ់ឯងម្នាក់ទៀតប៉ុន្មានណាណែណាបើឯងចង់ដឹងទៅព្រៃខាងកើតឥឡូវនេះភ្លាមទៅណាអាឡិតពីរនាក់នេះសុទ្ធតែចរិតដូចគ្នាបាញ់បានល្អនៅមិនតល្អទេគេកំពុងចង់ធ្វើស្អីហ្នឹងគេកំពុងចង់ធ្វើស្អីហ្នឹងបាញ់បានល្អសួស្តីខ្ញុំឈ្មោះថាស៊ីជាងអញចាប់អារម្មណ៍ចង់ចូលរួមកងវរសេនាធំឯករាជ្យខ្ញុំទេបន្ទាប់ពីចូលរួមកងវរសេនាធំឯករាជ្យគេអ៊ីបានប្រយុទ្ធដោយភាពក្លាហានក្រោយធ្វើសង្គ្រាមជាច្រើនលើកមកមិនថាធំឬតូចគេកាន់តែខ្លាំងជាងមុនខ្លាចជាអ្នកបាញ់ដោយជំនាញម្នាក់ប្រចាំក្រុមយើងឥឡូវឯងដឹងថាហេតុអីបានជាគេរករឿងឯងក្នុងខួរក្បាលគេពោពេញទៅដោយការសងសឹកផ្ដួលរំលំគណៈបកគួរមិនតាំងគេមិនលើកលែងឲ្យទ័ពនោះទេអញ្ចឹងតើបានជាគេប្រឆាំងនឹងខ្ញុំដោយសារតែខ្ញុំធ្លាប់នៅបកនោះអញ្ចឹងហើយឈុនសឹងកុំប្រកាន់នឹងពាក្យសម្ដីគេពេកអីកំរំអីខ្ញុំចាំពីដែរនេះជាអត់ទៅហើយគិតយូរទៅខ្ញុំកាត់សរសើរនឹងគេណារីកាគណៈកម្មាធិការទ័ពបានបញ្ជាថាឲ្យពួកយើងចាប់ដៃជាមួយនឹងក្រុមវិស្វករដើម្បីសាងសង់ស្ពានបណ្ដែតទឹកទៅទន្លេសាបល្អខាប់ប្រមូលទ័ពយើងចេញដំណើរភ្លាមទទួលបញ្ជាបាទលោកប្រធានសូមគុំអារម្មណ៍បញ្ជាគ្រប់អង្គភាពទាំងអស់ក្នុងខេត្តហ៊ូណានគន់ស៊ីនិងគន់ដុងជាបន្ទាន់ឲ្យទៅប្រមូលផ្ដុំគ្នានៅជុំវិញខេត្តអានស៊ីខ្វាងជើនិងគន់យ៉ាងអ្នកណាបង្អង់យូរឬខ្លាចនឹងត្រូវផ្ដន់ទោសតាមច្បាប់យោធាការប្រយុទ្ធនេះត្រូវតែកំទេចកងទ័ពរបស់ភៀកខាងកើតលើទន្លេសៀងឲ្យបានក្រោយកម្មាធិការមជ្ឈិមបានឆ្លងកាត់ទន្លេសៀងខ្មាំងបានបើកការប្រយុទ្ធកាន់តែខ្លាំងដើម្បីការពារកម្មាធិការមជ្ឈិមឆ្លងកាត់ស៊ីយានដោយសុវត្ថិភាពទ័ពរំដោះទី1ប្រឈមមុខនឹងសត្រូវជាច្រើនដងចាប់ផ្ដើមការប្រយុទ្ធដ៏ឃោរឃៅបងប្អូនការពារកម្មាធិការដកថយអសោះសម្លាប់វរសេនាអាចត្រូវរបួសហើយឆាប់ជំនឿគាត់ចេញជ្រាមបាទសមាមិត្តទ្រាំឲ្យបានក៏ដល់ស្នេហ៍លាវឆាប់ដកថយទៅខ្សែការពារទី2ទីនេះខ្ញុំចាត់ការអត់ទេបើទៅត្រូវទៅទាំងអស់គ្នានេះជាបញ្ជាឆាប់ទៅក៏ដល់ស្នេហ៍លាវដកថយទៅខ្សែការពារទី2ឆាប់ទៅ
ចូលមកមកកំដរយើងទៅឋានរូបទៅយោនៅលើសមរភូមិស៊ីងស៊ូទ័ពរំដោះបានលះបង់បង្ហូរឈាមដ៏ច្រើនដើម្បីទប់ទល់ជាមួយនឹងសត្រូវរហូតកម្មាភិបាលបានឆ្លងកាត់ទន្លេទើបទ័ពរំដោះទី8ការពារបន្តទោះយ៉ាងណាបុនទ័ពជំនួយ34និងកងសេនាធំ18មកដល់ទ័ពរំដោះទាំងអស់ត្រូវបានឡោមព័ទ្ធដោយសត្រូវពួកយើងមិនទៅណាដាច់ខាតបងអូនប្រយុទ្ធបើស្នេហ៍អាចារ្យខ្មាំងមាន3ក្រុមធំៗបងប្អូនយើងទ្រាំបានទេធ្វើយ៉ាងម៉េចទៅសួរមើលថាកងទ័ពទី18មកដល់ពេលណាមុនពួកគេឆ្លងទន្លេសៀងពួកយើងត្រូវតែទាំឲ្យបានមិនអាចឲ្យដើរកំណត់ថ្មីបាក់មុខជាដាច់ខាតបាទខ្ញុំដឹងហើយបងប្អូនចូល ពីចុងក្រោយសូមអរគុណណាស់ចំពោះការទស្សនារបស់បងប្អូនទាំងអស់គ្នាដែលបានអញ្ជើញទស្សនានៅក្នុងវីដេអូនេះទៀតសោតប្រសិនបើបងប្អូនស្រឡាញ់និងពេញចិត្តនៅវីដេអូនេះសូមកុំភ្លេចជួយចុច like និងជួយចុច subscribe ដើម្បីទទួលបាននូវភាគបន្តបន្ទាប់សូមអរគុណនិងសូមជម្រាបលា